នេះសូមមកឆាសៀងសាច់ជ្រូកចិញ្ច្រាំជាមួយត្រកួនក្របយើងម្ដងចាបងអូនអើយដូចជាខាន់ហូបសម្លនេះយូរដែរហើយឲ្យតែថាតោះរនឹកមកហូបអត់ដឹងថាធ្វើមកហូបអីបងអូនអើយរើនឹកតែមកហូបណាដែលលឿនដែលធ្វើឲ្យឆាប់បានហូបចឹងបងអូនមិនងល់អីយូរចាក៏នឹកឃើញតែឆាសៀងសាច់ជ្រូកចិញ្ច្រាំជាមួយត្រកួននេះតែម្ដងទៅព្រោះអីដូចជាខាន់ហូបយូរដែរមានបងអង្គយូរពូបន្លែមកក៏ទិញតែម្ដងទៅចាហើយក៏ទិញហើយក៏បានរៀបចំរួចរាល់ផងដែរចាបងអូនគ្រឿងក្រៅរបស់នាងខ្ញុំបែបងាយទេឆាសៀងសាច់ជ្រូកចិញ្ច្រាំនេះអូហើយមកហូបមួយមុខនេះបងអូនអើយគ្រួសារខ្ញុំនិយាយពីថាគាត់ចូលចិត្តណាស់ឲ្យតែឆាឲ្យហូបម្ដងគាត់ឲ្យមេដៃគាត់ថាឆ្ងាញ់ចសាតែម្ដងចាតែអាមុខមកហូបណាដែលថាអត់ឆ្ងាញ់គឺទង្វើចាញ់ឲ្យចាគឺហូបបាយតិចមែនតែនស្ទើរថាមួយចានហ្នឹងមិនអស់ផងណាបងអូនតែព្រោះមកហូបដែលគាត់ចូលចិត្តវិញអូនិយាយរួមមកបងអូនអើយ2ទៅ3ចានអីហ៎បាយអញ្ចឹងហើយភាគច្រើននាងខ្ញុំធ្វើមកហូបម្ដងដឹងតែស្លតែមកហូបណាដែលគ្រួសារចូលចិត្តយ៉ាងហើយចាតែសម្រាប់ខ្លួនឯងមកហូបដែលខ្លួនឯងចូលចិត្តមិនសូវបានស្លទេបងអូនអើយដោយសារតែព្រោះស្លទៅហូបតែឯងហ្នឹងគ្រួសារអត់ហូបផងហ្នឹងបើថាស្លដែលគ្រួសារហូបទៅយើងបានហូបទាំងអស់គ្នាព្រោះខ្ញុំហ្នឹងមកហូបអីក៏ហូបបានដែរអញ្ចឹងហើយបើយើងស្លមកហូបដែលគ្រួសារចូលចិត្តហ្នឹងគឺបានហូបទាំងអស់គ្នាបងអូនតែស្លមកហូបដែលថាគាត់អត់ចូលចិត្តហ្នឹងដឹងតែមានវីតាមីន2មុខឯចាមកហូបអញ្ចឹងហើយឡើងថាយើងជាមេគ្រួសាររៀងសំចៃបន្តិចបងអូនអញ្ចឹងហើយយើងត្រូវតែត្បិតត្បៀរឿងមកហូបនេះដែរអញ្ចឹងបងអូនអ្វីដែលថាយើងមកមុខយើងហូបបានទាំងអស់គ្នាយើងធ្វើទៅអញ្ចឹងបងអូនកុំឲ្យបាក់2មុខទៀតទេយើងអស់លុយច្រើនព្រោះអីលុយពិបាករើដែរបងអូនអញ្ចឹងអ្វីដែលយើងចាំបាច់ត្រូវទិញក៏ទិញទៅព្រោះអ្វីថាមិនចាំបាច់ខ្លាំងទេមិនទិញទេបងអូនអើយព្រោះលុយឥឡូវពិបាករើណាចាអញ្ចឹងហើយអ្វីដែលយើងសំចៃបានគឺសន្សំទៅចាឥឡូវចូលមើលឆាសៀងសាច់ជ្រូកចិញ្ច្រាំត្រកួនខ្ញុំវិញបងអូនអើយនេះដល់ណាដល់ណៃហើយចាក៏តែរៀបរាប់រៃរាប់ប្រាប់នឹងជីវិតខ្លួនឯងដល់ពេលឥឡូវមកមើលសម្លនឹងដល់ណាដល់ណៃបងអូនអើយនេះឥឡូវដល់វគ្គដាក់ម្ទេសកាផ្លោកពណ៌ខៀវនោះបងអូនអើយកាលពីមុនអីខ្ញុំមិនដែរដាក់លាយជាមួយម្ទេសកាផ្លោកនោះប៉ុន្តែឃើញវាសហើយស្ដាយបងអូនខ្ជិលឆ្លមជូរអីអញ្ចឹងដល់ពេលអញ្ចឹងហើយក៏នឹកឃើញថាឆ្នៃដាក់ជាមួយសៀងសាច់ជ្រូកចិញ្ច្រាំនេះតែម្ដងទៅដល់ពេលដាក់មានអីបងអូនឆ្ងាញ់យ៉ាងបែរតាប្លែកមាត់សាក់ទៅបងអូនឆ្ងាញ់ហ្មងដាក់លាយជាមួយម្ទេសកាផ្លោក4 5ចាអូននិយាយពីថាប្លែកមាត់ណាបងអូនអើយនិយាយរួមឆ្ងាញ់តែម្ដងចាយូរបានឆាម្ដងចេះទៀតអូយបងអូនអើយបាយអស់2 3ចានអត់ដឹងខ្លួនទេណាមិនថាបងអូនណាដែលចង់សាកមកហូបមួយនេះហាបងអូនធ្វើសាកហូបតាមខ្ញុំចឹងទៅធានាថារសជាតិវិញ10លើ10ឆ្ងាញ់តែម្ដងចាហើយតកូននឹងដែរបងអូនអើយខ្ញុំទេរឿងច្រើនដែរឡើងមកច្រែងធំដល់ពេលដាក់ឆាជាមួយសៀងសាច់ជ្រូកម៉ែហើយលេងគ្រាន់ត្រូវក្តៅបន្តិចឡើងតិចញ៉ៃបងអូនអញ្ចឹងទិញរឿងច្រើនជាងនឹងហើយដល់កន្លែងនេះបងអូនអើយរៀងពណ៌ខុសបន្តិចឯដោយសារតែខ្ញុំប្រចាំងភ្លើងដោយសារតែទូរស័ព្ទខ្ញុំវាដាច់ភ្លើងបងអូនហើយ iPhone ដល់ពេលតែក្តៅហើយគឺវាអត់លត់ភ្លើងតែខ្លួនឯងតែម្ដងចាដល់ពេលអញ្ចឹងហើយមានណាទេបងអូនអើយមានតែច្បាច់ពើបតាថតបតានឹងឯងដោយសារតែងឹតនៅក្នុងផ្ទះបងអូនបើកំពុះក៏នៅតែងឹតដែរអញ្ចឹងបងអូនដល់ពេលអញ្ចឹងហើយមានតែប៉លទូរស័ព្ទជំនួយដល់ពេលអញ្ចឹងហើយមើលទៅរៀងអត់សូវច្បាស់ល្អប្រហែលទេបងអូនឥឡូវនេះម្ហូបរបស់នេះខ្ញុំក៏បានចាក់រួចរាល់ដែរបងអូនអើយនាំតែបានវីដេអូមួយនេះបងអូនអើយតែថាថំចិត្តខ្លាំងមែនតែនចាទ្រាំតែឲ្យមួយវីដេអូហ្នឹងចាអត់នេះខ្ញុំក៏មានប៉ុណ្ណឹងដែរបងអូនចាំជួបគ្នានៅវីដេអូក្រោយទៀតចាបាយបាយ